robot សង្គមបាទដែលយើងហៅថាផ្នត់នៃសង្គមបាទអញ្ចឹងយើងមិនអាចទៅផ្លាស់ប្ដូរ robot សង្គមបានទេយើងមានតែផ្លាស់ប្ដូរខ្លួនយើងបាទដើម្បីរស់ទៅតាមសង្គមហ្នឹងបាទឆោលាវបាទឆោលាវ robot នៃសង្គមបាទអញ្ចឹងនៅស្រុកខ្មែរយើងដឹងហើយបាទសង្គមយើងបាត់លឿនពេកបាទអញ្ចឹងធ្វើឲ្យមនុស្សនឹងមិនដែរវងវែងវងវាន់ហើយបាទបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូរសេចក្តីស្មោះត្រង់ឲ្យនឹងអស់ហើយបាទគិតថាទៅមិនគឺលុយនឹងឯងបាទទាំងអឺលុយហ្នឹងគឺมันបានឲ្យតម្លៃទៅលើបាទសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ទេបាទអញ្ចឹងហ្នឹងហើយដោយសារតែសង្គមហ្នឹងវាបាត់លឿនពេកបាទឆោលាវបាទបើយ៉ាងvậyខ្ញុំយល់ថាទៅសឿសៀងគំនិតរបស់គាត់ពូហឺមិនសមទៅនឹងសើតែឆោលាវបាទសង្គមសម័យថ្មីទេបាទខ្ញុំយល់ថាគំនិតគាត់មិនសមនឹងរបបសង្គមសម័យថ្មីទេបាទបើយ៉ាងvậy他的思想不合时代潮流បាទចឹងអាស្រ័យទៅលើបាទបងប្អូនគិតរៀងខ្លួនបាទថាតើរបបសង្គមហើយសម័យថ្មីនឹងមិនបាទតែការរស់នៅជាមនុស្សម្នាក់គឺយើងមិនអាចប្រះចាកអំពីសេចក្តីស្មោះត្រង់ហើយនឹងកិត្តិយសសេចក្តីថ្លៃថ្នូរយើងទេបាទអានឹងជាមូលដ្ឋានគ្រឹះនៃសុភមង្គលបើសិនបើយើងបាត់បង់មូលដ្ឋានគ្រឹះហ្នឹងហើយទោះបីយើងមានលុយម៉ាងក៏ដោយបាទក៏យើងមិនអាចទទួលបាននៅសុភមង្គលពិតដែរ